សួស្តីបងប្អូនទាំងអស់គ្នានៅក្នុងវីដេអូនេះខ្ញុំនឹងនាំអ្នកទាំងអស់គ្នាមកដឹងថាតើក្នុងមួយឆ្នាំ Cristiano Ronaldo ឬ CR7 រកចំណូលបានប៉ុន្មាននិងប្រាក់ចំណូលទាំងនោះបានមកពីណាខ្លះមានរឿងមួយដែលអ្នកគ្រប់គ្រងភាគច្រើនមិនសូវដឹងប្រាក់ចំណូលរបស់ Cristiano Ronaldo មិនមែនមានតែពីបាល់ទាត់ប៉ុណ្ណោះទេប៉ុន្តែមានប្រភពចំណូលជាច្រើនផ្សេងទៀតដែលធ្វើឲ្យគាត់ក្លាយជាអត្តពលិកដែលមានចំណូលខ្ពស់បំផុតម្នាក់លើពិភពលោកប្រភពចំណូលទី1របស់គាត់គឺប្រាក់ខែពីក្លឹបបាល់ទាត់ Ronaldo ទទួលបានប្រាក់ខែខ្ពស់ពីក្លឹបរបស់គាត់ក្លឹប Al Nassr ដែលអាចឈានដល់225ទៅ230លានដុល្លារក្នុងមួយឆ្នាំដែលរួមបញ្ចូលប្រាក់ខែគោល bonus និងកិច្ចព្រមព្រៀងពាណិជ្ជកម្មដែលភ្ជាប់ជាមួយក្លឹបប្រភពចំណូលទី2ការផ្សព្វផ្សាយនិង sponsor គាត់មានកិច្ចសន្យាផ្សព្វផ្សាយជាមួយម៉ាកល្បីៗដូចជា Nike, Binance និងក្រុមហ៊ុនធំៗផ្សេងទៀតដោយសរុបក្នុងមួយឆ្នាំគាត់រកចំណូលពីការផ្សព្វផ្សាយនិង sponsor មានចំនួនប្រហែល50លានដុល្លារប្រភពចំណូលទី3អាជីវកម្មផ្ទាល់ខ្លួន Ronaldo មានម៉ាកផ្ទាល់ខ្លួន CR7 ដែលរួមមានសម្លៀកបំពាក់ទឹកអប់និងសណ្ឋាគារអាជីវកម្មទាំងនេះនាំមកនូវចំណូលបន្ថែមយ៉ាងច្រើនប្រហែលខ្ទង់លានដុល្លារជារៀងរាល់ឆ្នាំប្រភពចំណូលទី4ចំណូលពី social media ជាមនុស្សម្នាក់ដែលមានអ្នកតាមដានច្រើនបំផុតលើ Instagram មានចំនួន672លាន follower មួយផុសរបស់គាត់អាចរកចំណូលបានរាប់សែនដុល្លារចំណូលសរុបក្នុងមួយឆ្នាំបូកបញ្ចូលគ្នា Ronaldo អាចរកចំណូលបានជាង200ទៅ300លានដុល្លារក្នុងមួយឆ្នាំនេះធ្វើឲ្យគាត់ក្លាយជាកីឡាករដែលមានចំណូលខ្ពស់បំផុតម្នាក់នៅលើពិភពលោកពេលនេះយើងបានដឹងហើយថាក្នុងមួយឆ្នាំ Cristiano Ronaldo រកចំណូលបានប៉ុន្មានសិនបើលោកអ្នកចង់មើលអំពីប្រាក់ចំណូលឬជីវិតរបស់កីឡាករល្បីៗផ្សេងទៀតសូមចុច Subscribe និង Comment នៅឈ្មោះកីឡាករដែលអ្នកចង់ដឹងអរគុណជួបគ្នាក្នុងវីដេអូក្រោយ